បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីរបៀបទៅយក channel YouTube របស់យើងដែលវាបានបាត់បង់ជាយូរមកហើយអញ្ចឹងណាអ្នកខ្លះក៏បានបង្កើត channel តាំងពី4-5 ឆ្នាំមុន10ឆ្នាំមុនឬក៏2-3ឆ្នាំមុនអញ្ចឹងទៅនៅពេលដែលបងប្អូនបង្កើតប្រើយូរទៅ channel របស់បងប្អូនហ្នឹងក៏ត្រូវបាន suspend ឬក៏ terminate ឬក៏ដោយហេតុផលណាមួយក៏បងប្អូនចូលលេងបានអញ្ចឹងណាតែនៅសល់ Gmail អញ្ចឹងឲ្យនៅពេលដែលយើងទុកចោលយូរទៅរាប់ឆ្នាំទៅវាក៏បើកឲ្យយើងអាភៀលយកមកវិញអញ្ចឹងបើសិនជាបងប្អូននៅចាំ Gmail បងប្អូនគ្រាន់តែចូលទៅកាន់ browser នៅកុំព្យូទ័ររបស់បងប្អូនមកបងប្អូន log in Gmail ចូលទៅដូចខ្ញុំ log in ចូលហើយដល់ពេលដែល log in ចូលហើយយើងចូលមកកាន់ YouTube channel នេះមកពេលយើងចូលមកកាន់ YouTube វាឲ្យយើង sign in អញ្ចឹងយើងចុច sign in ចូលទៅ YouTubeពេល sign in ចូល YouTube វាចេញអញ្ចឹងដោយសារ channel របស់យើងវាដាក់ដែរដោយ channel ឈ្មោះ MDM168 was removed from YouTube អញ្ចឹងនៅពេលដែលយើង log in Gmail ចូលទៅយើងចូលមកកាន់ YouTube Studio គឺវាចេញបែបនេះមានន័យថា YouTube វាឲ្យយើងអាភៀលយកមកវិញហើយអញ្ចឹង channel នេះត្រូវបាន review អាភៀលណាកាលពីឆ្នាំ2021ម្ដងហើយតែឥឡូវហ្នឹងឆ្នាំ2025ហើយអញ្ចឹងយើងសាកព្យាយាមអាភៀលមួយសារទៀតភាគច្រើនកាលណាតែបញ្ចេញបែបនេះគឺវាឲ្យយើងអាភៀលយកវិញគឺ 99% គឺបានត្រឡប់មកវិញបងប្អូនអញ្ចឹងណាអញ្ចឹងនៅពេលដែលយើង log in Gmail ចូលមកហើយយើងអាភៀលមកដល់កន្លែងនេះបងប្អូនមាន Gmail log in ចូលហើយបងប្អូនគ្រាន់តែចុចពាក្យថា begin review ចាប់ផ្ដើម review អញ្ចឹងបងប្អូនចុចកន្លែងនេះមកហើយបងប្អូនចុច next បន្ទាប់មកបងប្អូនយកពាក្យថា start អាភៀលចុច start អាភៀលហើយយើងមាន Gmail របស់យើងនៅកន្លែងហ្នឹងឈ្មោះ Gmail យើងដែល view ហើយហ្នឹងបន្ទាប់មកកន្លែងនេះគេឲ្យយើងទៅ share រៀបរាប់អញ្ចឹងខ្ញុំមិនបាច់ទៅ share ទេគឺខ្ញុំមានស្រាប់ហើយអញ្ចឹងយើងគ្រាន់ផាសមកអញ្ចឹងណាបងប្អូនមើលទៅ share តាមខ្ញុំ Dear YouTube I think that my channel should has not been terminated because I has followed the YouTube community guideline very carefully and you please check my channel again to see if people has wrongly flagged my video ឃើញទេ wrong flag my video បន្ទាប់មកបងប្អូនដាក់ចេះមកហើយកន្លែងនេះ signally អីចឹងមក signally នេះមិនឈ្មោះរបស់យើងអញ្ចឹងណាឥឡូវខ្ញុំដាក់ឈ្មោះមួយទៅខ្ញុំដាក់ឈ្មោះមួយណាខ្ញុំដាក់ឈ្មោះម្ចាស់ channel នឹងមួយខ្ញុំដាក់ថាចេះទៅខ្ញុំដាក់ចេះមកបន្ទាប់មកបងប្អូនគ្រាន់តែចុច submit ទៅចុច submit ចេះទៅហើយឃើញវាដាក់ថា we has got your appeal ឃើញវាចាប់ផ្ដើម view channel របស់យើងហើយអញ្ចឹងឲ្យជម្រាបប្រាប់បងប្អូនថាកាលណាវាចេញតម្រង់ឲ្យអាភៀលបែបនេះគឺ 99% គឺបានមកវិញអត់បញ្ហាទេពួកខ្ញុំធ្វើបានសឹងថាចង់រយ channel ហើយមកវិញខ្ញុំធ្វើឲ្យគេផងខ្លួនឯងផងអញ្ចឹងបងប្អូនអញ្ចឹងបន្ទាប់មកបងប្អូនចូលទៅកាន់ Gmail ទៅចូលកាន់ Gmail មើលវាមានព័ត៌មានអីអត់ទេបើអត់មានទេក៏អត់ទៅបើមានក៏មានទៅនេះដោយសារ Gmail យើងខានចូលយូរវាចេញបែបហ្នឹងឃើញទេឥឡូវនេះវាកំពុងតែ review យើងហើយនេះយក review អៀង appeal អញ្ចឹងណាអញ្ចឹងឲ្យយើងចូល Gmail តិចទៅមើលមានព័ត៌មានអីអត់ទេព្រោះអត់ដែរចូលសោះ channel មួយនេះខានចូលនេះហើយអូមកកណូគោកដីអញ្ចឹងបងប្អូនណាអញ្ចឹងយើងបានស្នើសុំវាហើយតែវាអត់ទាន់ឃើញព័ត៌មាននេះគឺ Google account អានេះយើងតប log in ចូលមិញបងប្អូន Google alert អីហ្នឹងខានចូលយូរហើយបងប្អូនតាំងពីឆ្នាំ2021មកវាខូចទុកចោលអញ្ចឹងមានអត់មានរឿងអីទេគឺមានតែយើងអង្គុយចាំវាទៅវាអាចមួយថ្ងៃពីរថ្ងៃឬក៏ពីរបីថ្ងៃជួនកាលតែពីរបីម៉ោងក្រោយក៏វាឲ្យវិញទៅថាបានអញ្ចឹងចាំមើលបើវាឲ្យចាំខ្ញុំមកថតបន្តឲ្យបងប្អូនមើលហ្នឹងអញ្ចឹងបាទអរគុណច្រើនបងប្អូនអរគ្នាអានេះជាវគ្គទី1បាទសួស្តីបងប្អូនអរគ្នាមុននេះមិញយើងបានអាភៀលខុសត្រូវគ្នាតែមិនតិចទេណាយើងបានអាភៀលយើងបានស្នើអាភៀលឥឡូវហ្នឹងមួយត្រឹមតែ1ម៉ោងក្រោយមកសោះណាបងប្អូននេះអា channel MDM 168នេះត្រឹមតែ1ម៉ោងក្រោយមកយើងបានសារពី YouTube វាដាក់ថា you has
okay, we have reviewed your appeal for following cái nhé that after taking another look we can confirm that your channel does not violate our community guideline thank you for your patience while reviewing this appeal our goal is បងប្អូនយើងអានក្នុងនេះទៅ is make sure content doesn't violate ចឹងខ្ញុំខ្ជិលអានតទៀតមានន័យថាវាបើកឲ្យយើងវិញហើយគ្រាន់តែយើង appeal ត្រឹមតែ1ម៉ោងសោះវាបើកឲ្យវិញបងប្អូនអញ្ចឹងយើងចូលទៅ channel ពេលយើងចូលមកកាន់ channel បងប្អូនចូលកាន់ channel វាដាក់ថា trying to appeal a removal you already submit appeal and it was approved your channel has been put back on YouTube ឃើញទេមានន័យថាយើងបាន appeal រួចរាល់ហើយវាក៏បាន approve ដែរអញ្ចឹង channel របស់យើងត្រូវបានត្រឡប់មកកាន់ YouTube វិញហើយអូខេឃើញទេបងប្អូននេះយើង appeal ត្រឹមតែ1ម៉ោងទេត្រឹមតែ1ម៉ោងជាងគឺយើងបានមកវិញតែម្ដងបងប្អូនអញ្ចឹងដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺវាអូខេវាអត់មានបញ្ហាអីទេឲ្យតែវាបើកអា channel YouTube យើងចាស់ហ្នឹងchannel YouTube ចាស់ដែលវាបានបាត់បង់រាប់ខែរាប់ឆ្នាំហ្នឹងគឺយើង appeal ដូចខ្ញុំធ្វើវីដេអូមុននេះមិញអញ្ចឹងគឺវាដំណើរការវិញហើយបងប្អូនវាល្អមែនតើបងប្អូនអញ្ចឹងបង្ហាញបងប្អូនប៉ុណ្ណឹងនេះទេនេះគឺជាលទ្ធផលដែលយើងបាន appeal មុននេះមិញត្រឹមតែ1ម៉ោងជាងបន្តិចសឹងតែបានបងប្អូនមើលកន្លែងនេះវីដេអូមុនហើយវីដេអូនេះបងប្អូនមើលក្រោមកន្លែងពេលវេលាក្រោមអញ្ចឹងបងប្អូននឹងឃើញហើយអញ្ចឹងអត់មានអីទេមានតែប្រាប់បងប្អូនថាសប្បាយចិត្តមែនតើនៅពេលដែលយើង appeal បានទៅវិញអញ្ចឹងគឺធ្វើឲ្យយើងសប្បាយចិត្តអញ្ចឹងណាបងប្អូនបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះសង្ឃឹមថាបងប្អូនអរគ្នានឹងទទួលបានជោគជ័យដោយការ appeal ហ្នឹងបងប្អូននេះ channel នេះបងប្អូនឃើញ channel នេះនេះ BDM 168 channel មុនតែហ្នឹងដែលយើង appeal មុនហ្នឹងមិញបាទអរគុណច្រើនបាយបាយ